បងប្អូនថ្ងៃនេះក៏សូមសរសើរទៅដល់ទឹកចិត្តបងដែលតែងតែជឿជាក់លើពេកតារានៃជំនាញកញ្ចក់រថយន្តបែបប្រេស្ត្រាំហើយកញ្ចក់រថយន្តបងគាត់ត្រូវទឹកភ្លៀងលាងទឹកប៉ុន្តែយើងប្រាប់ទៅតាមការណែនាំរបស់យើងទៅគាត់ធ្វើតាមអ្វីដែលយើងប្រាប់អញ្ចឹងណាបងប្អូនអរគ្នាគាត់បានទិញស្កុតបិទទិញអីអញ្ចឹងការគាត់នៅខេត្តហើយគាត់ម្ដងពេញហ្នឹងក៏គាត់មិនភ្លេចតារាដែរគាត់នៅតែហៅការក្រុមការងារយើងមកធ្វើការអ៊ុតកញ្ចក់រថយន្តតែអ្វីដែលសំខាន់នៅពេលដែលយើងដឹងច្បាស់ថាឡានធ្លាប់ចូលទឹកលាងទឹកបក់ផ្លិតទឹកហើយយើងក៏អត់តន់ធ្វើឲ្យគាត់ធូរភ្លាមៗដែរយើងឲ្យគាត់ទុក50ថ្ងៃរយៈពេល2ម៉ោងឬក៏3ម៉ោងតែដោយសារតែអាកាសធាតុប្រហែលថ្ងៃនេះវាប្រែប្រួលខ្លាំងគឺវាអត់សូវមានថ្ងៃទេបងប្អូនអញ្ចឹងក៏យើងឲ្យគាត់ដាក់លក្ខណៈថា50ថ្ងៃសតុំខ្លះណាកុំឲ្យវាធ្វើទៅទាំងទឹកវាអត់ជាប់អញ្ចឹងបងប្អូនអរគ្នាថាណាឲ្យវាបានស្រស់ខ្លះអញ្ចឹងទៅបើនិយាយពីជាងគឺអត់ចង់បានលុយពីអតិថិជនទេចង់និយាយថាធ្វើម៉េចឲ្យអតិថិជនគាត់បានគុណភាពអញ្ចឹងគឺយើងសុខចិត្តបញ្ជាពេលវេលាឲ្យគាត់បើគាត់ចាំបានគាត់ចាំបានក៏អត់ដឹងធ្វើម៉េចដែរគាត់ថាប្រាប់ទៅតាមបច្ចេកទេសនៃជំនាញដែលយើងធ្លាប់ជួសជុលមកគឺយើងត្រូវទុក50ថ្ងៃអញ្ចឹងណាតែជាមួយនឹងតារាគឺមិនមែនគ្រាន់តែលើតែភ្ញៀវទេហៅទៅធ្វើទេគឺអត់ទេអញ្ចឹងយើងត្រូវសួរនាំពីបញ្ហាកញ្ចក់របស់គាត់មានត្រូវទឹកភ្លៀងនឹងទឹកបក់ផ្លិតទឹកអត់អញ្ចឹងបើសិនជាចូលទឹកភ្លៀងអីយើងឲ្យគាត់ដាក់50ថ្ងៃ1ម៉ោងឬក៏2ម៉ោងអីសិនទៅដូចកញ្ចក់រថយន្តបងប្រុសអញ្ចឹងត្រូវទឹកឃើញអញ្ចឹងអាចុងខាងមុខនេះវាទៅរៀលវាអត់សូវអីទេតែសម្រាប់អាគល់កញ្ចក់នេះវាចូលទឹកចូលដីនៅពេលដែលយើងធ្វើទៅវាអត់សូវបានល្អទេវាឃើញជ្រេកភ្លេចអញ្ចឹងណាតែក៏សូមអរគុណដែរដែលបងនៅទួលការរងចាំយើងអញ្ចឹងណាហើយគាត់មិនរត់ចោលយើងទេគាត់នៅតែជឿជាក់លើពេកតារាយើងគាត់នៅរងចាំធ្វើជាមួយយើងដដែលបាទអរគុណច្រើន